នៅប្រាសាទតាព្រំរកឃើញដងខ្លួនពុទ្ធបដិមាចំនួនមួយដែលមានព្រះសិរសាទុកនៅអភិរក្សដ្ឋានអង្គរតាំងពីសម័យបារាំងក្នុងការកំណែដំណាក់កាលទី2អាជ្ញាធរជាតិអសរាបានឲ្យដឹងថាដំណាក់កាលទី2នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទៅឦសាននៃរោងទងទី3របស់ប្រាសាទតាព្រំបានរកឃើញដងខ្លួនពុទ្ធបដិមាចំនួនមួយដែលព្រះសេត្រូវបានរកឃើញនៅប្រាសាទតាព្រំក្នុងឆ្នាំ1927និងរក្សាទុកនៅអភិរក្សដ្ឋានអង្គររហូតមកបច្ចុប្បន្ននៅដំណាក់កាលទី2នៅខែកុម្ភៈឆ្នាំ2025បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន29មានដងខ្លួនពុទ្ធបដិមាចំនួនមួយសិល្បៈរចនាបថបាយ័នមានស្ថានភាពបាត់បង់ព្រះសេប្រអប់ជើងនិងព្រះហស្ថស្ដាំមានកម្ពស់ប្រវែង 1.16 សង់ទីម៉ែត្រនិងទំហំស្មើ56សង់ទីម៉ែត្រដងខ្លួនលម្អដោយគ្រឿងអលង្ការស្លៀកសំពត់ពីនាសស្បៃព្រះហស្ថឆ្វេងដាក់លើដើមទ្រូងមានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរអ្នកជំនាញរូបនេះបន្តថាក្រោយពីរកឃើញហើយក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេសដែលដងខ្លួនពុទ្ធបដិមានេះមានលេខបញ្ជី NDC 294បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ដើម្បីផ្គុំឡើងវិញហើយបានដឹងថាដងខ្លួននៃពុទ្ធបដិមានេះត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខ NDC 292និងប្រអប់ជើងចុះបញ្ជីលេខ NDC 168ដែលកំណាយរកឃើញនៅដំណាក់កាលទី1កាលពីខែកក្កដាឆ្នាំ2024កន្លងមកចំណែកព្រះសេដែលមានចុះបញ្ជីលេខ DCA.6883 3N 139រកឃើញនៅគោលបរៈខាងកើតទី4នៃប្រាសាទតាព្រំក្នុងឆ្នាំ1927បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរក៏ត្រូវបានសិក្សាស្កេនប្រៀបធៀបត្រូវគ្នានឹងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី2នេះដែរដូចនៅផ្នែកផ្សេងៗនៃពុទ្ធបដិមាខាងលើដែលបាក់បែកត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញទម្រង់ដើមចំពោះផ្នែកដែលបាត់បង់ដែលស្វែងរកមិនទាន់ឃើញគឺបាត់ព្រះស័ក្តិស្ដាំតែប៉ុណ្ណោះសូមបញ្ជាក់ថាកិច្ចការកំណែនេះធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រំដោយសារតែមានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែងឬក៏នៅក្នុងរោងទង